Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំមានលំហាត់មួយទៀតហើយដែលតាក់ទងជាមួយនឹងការរកចរន្តនៅក្នុង circuit ដែលមានទាំងតជាស៊េរីនិងទាំងតជាខ្នែងក្នុងអញ្ចឹងយើងមាន circuit មួយដែលមានរូបដូចចឹងក៏យើងរក E1 រហូតដល់ E4 អញ្ចឹងទី E1 E2 E3 E4 ចឹងដើម្បីអាចរកចរន្តទាំងអស់នឹងបានយើងត្រូវការបំបែកវាឲ្យទៅជា resistance សាក់មូលសិនចឹងខ្ញុំត្រូវការបែបនេះខ្ញុំឲ្យសិនខ្ញុំឲ្យនេះទៅជាស៊េរីវិញហើយជាស៊េរីដែរចឹងខ្ញុំអាចសរសេរបានថានាំឲ្យអានេះតាក់ឲ្យ A434 ស្មើដោយសារតានោះតជាខ្នែងអញ្ចឹងមានថាផលគុណលើផលបូកគឺ40គុណនឹង60នៅលើ40បូកនឹង60ស្មើ240 2400ចែកនឹង100ចឹងបាន24អូមមួយទៀតគឺ A12 គឺ A សក់មូលនេះអា2នេះតជាខ្នែងអញ្ចឹងយើងបាន A12 ស្មើផលវាតជាខ្នែងជាផលគុណលើផលបូកគឺបាន50គុណនឹង200នៅលើ50បូកឲ្យ200អញ្ចឹងស្មើមក10 50គុណនឹង200ស្មើជាមួយនឹង10000ចែកនឹង250ស្មើជាមួយនឹង40អូមអូខេបន្ទាប់មកយើងបាន circuit ថ្មីមួយទៀតដែលមានរូបរាងបែបនេះខ្ញុំគូរនេះមកបាក់នេះcircuit មួយដែលមានរូបរាងបែបនេះគឺមាន resistance មួយអូខេចូលមកនេះគឺជាប្រភពចរន្ត16អាំពែមកនេះគឺជា resistance មួយទៀតអូខេទៅនេះគឺជា A34 ទៅនេះគឺជា A12 ចឹងនេះគឺជា circuit ដែលយើងបំបែកមកបានបែបនេះចឹងខ្ញុំត្រូវការឲ្យចេញបែបនេះមួយទៀតដោយសារតែខ្ញុំត្រូវការសាក់មូលមួយហើយយ៉ាងម៉េចក៏បានអូខេយើងត្រូវការ apply នេះចូលជួយឲ្យ apply យើងអាច apply បំណែកចែកចរន្ត current division នៅក្នុងរូបមួយនេះអូខេចឹងយើងបានយើងតាមបញ្ចេញចរន្តចឹងអានេះគឺជាចរន្តមួយជាចរន្តមួយនេះជាចរន្តមួយអូខេចឹងខ្ញុំឲ្យនេះគឺជាចរន្តនេះគឺជាចរន្ត E3 បូក E4 E3 បូក E4 ចរន្តនេះគឺចរន្ត E1 បូក E2 អូខេអញ្ចឹងយើងអាចសរសេរបាន E3 បូក E4 ស្មើដើម្បីយើងអាចរក current តាមចំណុចនេះជាត្រូវការយក resistance តាមចំណុចនេះ A12 ចែកនឹង A12 គុណនឹង A34 A12 បូកនឹង A34 គុណនឹងចរន្តប្រភពគឺ16អាំពែអញ្ចឹងបាន40នៅលើ40បូក24គុណនឹង16ស្មើ40គុណនឹង16ស្មើចែកនឹង64ស្មើ10អាំពែហើយមួយទៀតប្រើ circuit នឹងដដែលអញ្ចឹងយើងអាចសរសេរបានយើងរកចរន្តត្រង់ចំណុចនេះអូ
ok cho dược bán là y mối ô y pí mà đâm bây ai chọn đi bán cho cao do resistance trong này bộ 74 lỡ resistance mối pí bộ nâng resistance 74 con năm hộp chọn mà 24 លើ40បូក24គុណ16ស្មើ24គុណនឹង16ចែកនឹង64ស្មើ6អាំពែចឹងមកតបមកដែលយើងអាចរកប៉ុណ្ណឹងហើយយើងត្រូវការរកមួយទៀតគឺបំណែងចែកចរន្តដូចគ្នានៅត្រង់ Siegfried ដើមរបស់យើងនេះ Siegfried មួយនេះចឹងដើម្បីអាចរកចរន្តនេះត្រង់ចំណុច D បានយើងត្រូវការរកបំណែងចែកដូចគ្នាចឹងយើងបានយើងនាំឲ្យចរន្តតាមចំណុច D E4 នេះ E4 ស្មើជាមួយនឹងresistance តាមចំណុច E3 លើផលបូក resistance 4 40បូក60គុណនឹងប្រភពចរន្តរបស់វាគឺ E4 បូក E3 ស្មើជាមួយនឹង10អាំពែ40គុណ10ចែកនឹង100ស្មើជាមួយនឹង4អាំពែចំណែកឯ E3 ស្មើ resistance ក្នុងចំណុច E4 គឺ60នៅលើផលបូក resistance គុណនឹងប្រភពចរន្តរបស់យើងគឺ E3 បូក E4 គឺ10អាំពែស្មើជាមួយនឹង60គុណ10ចែកនឹង100ស្មើ6អាំពែអូខេនេះគឺជា E4 នេះគឺជា E3 តែយើងត្រូវការរក E1 ជាមួយ E2 ទៀតតែយើងអាច apply ដូចគ្នានៅក្នុង Siegfried មួយនេះអញ្ចឹងយើងបាន E1 ដើម្បីយកចរន្តត្រង់ចំណុច E1 យើងត្រូវការគុណ resistance របស់ចំណុច E2 លើផលបូក resistance របស់វាគឺ50បូកជាមួយនឹង200គុណនឹងប្រភពចរន្តរបស់វាគឺ E1 បូក E2 ដែលយើងរកឃើញស្មើជាមួយនឹង6អាំពែ200គុណនឹង6ចែកនឹង250ហើយជាមួយនឹង4.8អាំពែចំណែកឯ E1 E2 យក resistance จากចំណុច E1 គឺ50នៅលើផលបូក resistance គុណនឹងចរន្តប្រភពស្មើ50គុណនឹង6ចែកនឹង100សំទោសចែកនឹង250ស្មើជាមួយនឹង 1.2 អាំពែអូខេចេះលំហាត់មួយនេះគឺងាយស្រួលទេយើងទី1យើងអាចរកresistance 19នៃបណ្ដុំ Air3 មួយ Air4 ជាមួយនឹង Air1 មួយ Air2 ចឹងយើងអាចចេញបានហើយយើងអាចចេញបាន resistance 11ហើយយើងរកតាមបំណែងចែកចរន្តអាចរកឃើញបានប៉ុណ្នេះចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាកុំភ្លេចចូលរួម Subscribe ចុចរូបកណ្ដឹងផងដើម្បីអាចទទួលបានវីដេអូថ្មីៗចា៎អរគុណច្រើនបាយបាយ